Nửaថ្ងៃដែលត្រូវបែកគ្នាណារិននាំពោះមៀទៅកាន់មាត់បឹងដ៏ធំមួយមុននឹងលែងណារិនបាននិយាយតាំងទឹកភ្នែកថាមៀអើយចាប់ពីថ្ងៃនេះទៅចូលអញរស់នៅទីនេះដោយសុខចុះយើងមិនអាចការពារអញបានទៀតទេរំតិចនោះពោះមៀបានលោតចូលទៅក្នុងទឹកហើយស្រាប់តែប្រែក្រឡាខ្លួនជាស្ដេចនាគមៀដ៏ធំអស្ចារ្យហោះឡើងទៅលើអាកាសមេឃដែលកំពុងលាងស្ងួតជាច្រើនខែក៏ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យស្រែចម្ការអ្នកភូមិមានជីវិតឡើងវិញចំណែកឯមេភូមិកំណាចកាលបើឃើញដូច្នោះក៏ស្ទុះទៅមាត់បឹងបំណងចង់ចាប់នាគមៀនោះទៀតប៉ុន្តែដីស្រាប់តែស្រុតចុះលេបត្របាក់មេភូមិនឹងបាក់ពួកបាត់ទៅក្នុងដីស្ដេចនាគមៀបានព្រោះកែវមរកតមួយគ្រាប់ឲ្យទៅណារិនហើយនិយាយថាចិត្តល្អរបស់អ្នកបានសង្គ្រោះយើងនិងសង្គ្រោះភូមិឋាននេះចូលអ្នករក្សាសេចក្តីល្អនេះរហូតតទៅថ្ងៃនេះសំបុកនិទានលើកយករឿងព្រេងនិទានថ្មីមួយដែលមានចំណងជើងថាចិនចំពូកាលពីព្រេងនេះមានក្មេងប្រុសម្នាក់ឈ្មោះណារិនជាក្មេងកំព្រាដែលរស់នៅក្នុងខ្ទង់ចរាតូចមួយនៅក្បែរជើងភ្នំឆ្ងាយពីគេឯងទោះបីជាមានជីវភាពក្រីក្រតោកយ៉ាកយ៉ាងណាក៏ណារិនមានចិត្តបុណ្យនិងក្តីមេត្តាចំពោះសត្វលោកគ្រប់បែបយ៉ាងថ្ងៃមួយខណៈពេលដែលណារិនកំពុងដើររើអូននៅក្នុងព្រៃជ្រៅស្រាប់តែមេឃឡើងខ្មៅងងឹតហើយបង្កឲ្យមានភ្លៀងយ៉ាងខ្លាំងណារិនបានរត់ទៅជ្រក់នៅក្នុងរូងភ្នំមួយរំពេចនោះគាត់បានឮសំឡេងស្រែកខ្សោយកាលបើពិនិត្យមើលទៅគាត់ក៏ឃើញកូនពស់តូចមួយដែលមានស្រកាពណ៌មាសចម្លែកកំពុងជាប់ក្នុងភក់ជ្រៅវាចេញមិនរួចដោយក្តីមេត្តាណារិនបានយកឈើមកជួយខ្វៀលកូនពស់នោះចេញពីភក់ហើយយកអាវចាស់របស់ខ្លួនមកជូតសម្អាតវាកូនពស់នោះហាក់ដឹងគុណវាមកដេកក្អែបនឹងដៃណារិនយ៉ាងស្លូតបូតណារិនក៏សម្រេចចិត្តយកវាទៅចិញ្ចឹមនៅផ្ទះហើយដាក់ឈ្មោះថាមៀពេលវេលាកន្លងផុតទៅ3ឆ្នាំណារិននិងពួកមៀបានរស់នៅជាមួយគ្នាដូចជាបងប្អូនណារិនមានអាហារអ្វីក៏តែងតែចែករំលែកដល់ពួកមៀជានិច្ចពោះមៀកាន់តែធំស្រការបស់វាកាន់តែចែងចាំងដូចមាសទឹកដប់យប់មួយណារិនយកសម្បត្តិឃើញទេវតាមកប្រាប់ថាពស់ដែលគាត់ចិញ្ចឹមគឺជាស្ដេចនាគក្រឡាខ្លួនមកសាកល្បងចិត្តមនុស្សចាប់តាំងពីថ្ងៃនោះមកជារៀងរាល់ព្រឹកណារិនតែងតែឃើញត្បូងពេជ្រដ៏មានតម្លៃមធ្យមនៅកន្លែងដែលពស់មៀដេកណារិនបានយកត្បូងទាំងនោះទៅលក់ប៉ុន្តែគាត់មិនបានយកលុយមកសោយសុខម្នាក់ឯងឡើយគឺគាត់បានយកទៅជួយអ្នកភូមិសង់សាលារៀននិងវត្តអារាមភាពមានបាននិងភាពចម្លែកនៃពស់មៀបានដឹងដល់មេភូមិកំណាចម្នាក់មេភូមិមានចិត្តលោភលន់ចង់បានពស់មៀនោះមកធ្វើជាកម្មសិទ្ធិដើម្បីព្រោះត្បូងពេជ្រឲ្យខ្លួនមេភូមិបានបញ្ជូនកូនចៅឲ្យទៅលួចពស់មៀប៉ុន្តែត្រីពស់មៀបញ្ចេញឫទ្ធិធ្វើឲ្យខ្លាចរត់បាតជើងសក់អាកាសដោយក្តីច្រណែនមេភូមិបានទៅប្តឹងមន្ត្រីសាលាស្រុកថាណារិនចិញ្ចឹមសត្វសាហាយបង្កគ្រោះថ្នាក់ដល់ភូមិឋានមន្ត្រីក៏បានបង្កប់ឲ្យណារិនយកពស់ទៅលេងក្នុងព្រៃជ្រៅជាកំហិតណារិនយំសោកបោកខ្ទង់អាឡោះអាល័យពស់មៀជាខ្លាំងនៅថ្ងៃដែលត្រូវបែកគ្នាណារិននាំពស់មៀទៅកាន់មាត់បឹងដ៏ធំមួយមុននឹងលែងណារិនបាននិយាយតាំងទឹកភ្នែកថាមៀអើយចាប់ពីថ្ងៃនេះទៅចូលអញរស់នៅទីនេះដោយសុខចុះយើងមិនអាចការពារអញបានទៀតទេរំតិចនោះពស់មៀបានលោតចូលទៅក្នុងទឹកហើយស្រាប់តែប្រែក្រឡាខ្លួនជាស្ដេចនាគមៀដ៏ធំអស្ចារ្យហោះឡើងទៅលើអាកាសមេឃដែលកំពុងលាងស្ងួតជាច្រើនខែក៏ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យស្រែចម្ការអ្នកភូមិមានជីវិតឡើងវិញចំណែកឯមេភូមិកំណាចកាលបើឃើញដូច្នោះក៏ស្ទុះទៅមាត់បឹងបំណងចង់ចាប់នាគមៀនោះទៀតប៉ុន្តែដីស្រាប់តែស្រុតចុះលេបត្របាក់មេភូមិនឹងបាក់ពួកបាត់ទៅក្នុងដី
ស្ដេចនាគមាបានព្រោះកាយមរកតមួយគ្រួបឲ្យទៅណារិនហើយនិយាយថាចិត្តល្អរបស់អ្នកបានសង្គ្រោះយើងនិងសង្គ្រោះភូមិឋាននេះចូលអ្នករក្សាសេចក្តីល្អនេះរហូតតទៅចាប់ពីពេលនោះមកណារិនត្រូវបានអ្នកភូមិគោរពស្រឡាញ់និងតែងតាំងជាមេភូមិថ្មីគាត់រស់នៅដោយសុខសន្តិភាពហើយរឿងរ៉ាវនៃការចិញ្ចឹមពោះក៏បានคล้ายជាមេរៀនអប់រំចិត្តកូនចៅចំនួនក្រោយឲ្យស្គាល់ពីតម្លៃនៃក្តីមេត្តានិងផលវិបាកនៃសេចក្តីលោភលន់ជារៀងដរាបមកអត្ថន័យអប់រំការធ្វើអំពើល្អដោយចិត្តបរិសុទ្ធទោះបីជាមួយសត្វដេរឆានក៏ដោយគង់នឹងបានផលបុណ្យតបស្នងមកវិញនៅថ្ងៃណាមួយចំណែកឯមនុស្សលោភលន់តែងតែជួបនៅក្តីវិនាសជានិច្ច